បងប្អូនគ្នាថ្ងៃនេះ admin normal comment AutoCAD 4បន្ថែមទៀតដើម្បីជំនួយដល់ការងារបងប្អូន comment ទី1នោះគឺ comment TCAS comment ទី2គឺ comment align comment ទី3គឺ scale ធម្មតានិង scale ជាមួយនឹង reference comment ទី4 rotate ធម្មតានិង rotate ជាមួយនឹង rotate reference អញ្ចឹងចង់ដឹងថាការប្រើប្រាស់ comment នីមួយៗនេះវាគេប្រើប្រាស់បែបម៉េចហើយមានប្រយោជន៍ដល់ម៉េចនៅក្នុងការងារបងប្អូនអញ្ចឹងតោះមើលវីដេអូក្នុងការធ្វើ sample ឲ្យបងប្អូនមើលទាំងអស់គ្នា comment TCAS នេះគឺវា focus សំខាន់ទៅលើ text មានន័យថាឧទាហរណ៍យើងមាន text បែបនេះធម្មតា text វាមានក្នុងការសរសេរ caption capital letter អីចឹងទំហំអក្សរធំទំហំអក្សរតូចតាមដែលយើងចង់ដាក់អញ្ចឹងក្នុងនេះដែរ admin នឹងបង្ហាញករណីទាំងអស់នៅក្នុង TCAS នេះអញ្ចឹង TCAS ទី1យើងចុច TCAS មក select layer select object នេះហើយយើង enter មកវាសួរយើងនេះថាយកបែបម៉េចយកបែប sentence case ក៏មិនឥឡូវចង់ដឹងថាយកបែប sentence case ហ្នឹងវាចេញលក្ខណៈបែបម៉េចដំបូងឡើយ sentence យើងបែបនេះដល់ពេលយើងប្រយោគយើងបែបនេះដល់ពេលយើងយកជាលក្ខណៈ sentence case វាចេញមកមានន័យថាអក្សរខាងមុខនេះជា capital letter អក្សរធំទំហំអក្សរធំនៅក្នុងការសរសេរ sentence ចឹងហើយប្រយោគអក្សរនៅប្រយោគខាងដើមរបស់អង់គ្លេសគេសរសេរជាភាសាអក្សរធំហើយមិនយើង try TCAS ជា capital ហើយនេះយើងគឺជា try អានេះម្ដង lower case ម្ដង lower case ម្ដងអញ្ចឹងចាំដឹងថា TCAS របស់ lower case ហ្នឹងវាមានវាប្រែប្រួលបែបម៉េចយើងតាមដានទាំងអស់គ្នាមុនដំបូងអក្សរយើងបែបនេះឥឡូវយើងយក lower case វាចេញបែបណាណា lower case មានន័យថាអក្សរទាំងអស់ហ្នឹងវាទៅជាអក្សរតូចទាំងអស់មានន័យថាវាមិនមែនជាប្រយោគឬក៏ជាអីទេវាជាអក្សរតូចទាំងអស់ទំហំអក្សរតូចទាំងអស់អញ្ចឹងយើង try TCAS មួយទៀតគឺ upper case ចង់ដឹងថា upper case វាយ៉ាងម៉េចនេះឥឡូវដំបូងឡើយ sentence យើងវាបែបនេះឥឡូវចង់ដឹងថាយើង click នៅក្នុងupper case ហ្នឹងវាចេញរូបរាងបែបម៉េចឥឡូវយើងមើលទាំងអស់គ្នាបាទអញ្ចឹងមានន័យថាដំបូងឡើយអក្សររបស់យើងជាអក្សរទូចទាំងអស់អញ្ចឹងបន្ទាប់ពីយើងចុច upper case ហ្នឹងមកវាបដូរអក្សរទំហំអក្សររបស់យើងទៅជាទំហំអក្សរធំទាំងអស់ណាអញ្ចឹងយើង try TCAS មួយទៀត select នេះ enter title ចង់ដឹងថា title យ៉ាងម៉េចដំបូងឡើយ sentence របស់យើងជាអក្សរធំទាំងអស់ឥឡូវយើងចុចនៅក្នុង TCAS បែប title វាចេញបែបម៉េចណាមានន័យថានៅក្នុង clear នីមួយនេះវាជាចាប់ផ្ដើមដល់អក្សរធំទាំងអស់ហ្នឹងអាហ្នឹង TCAS របស់TCAS របស់ title មកទៀតTangle case Tangle case នេះចង់និយាយបែបម៉េចយើងគ្រាន់តែមើលលើនេះយើងដឹងបានហើយថាមានន័យថាអាចចាប់ផ្ដើមដំបូងនៃពាក្យរបស់អង់គ្លេសនេះវានឹងដល់អក្សរតូចហើយផ្សេងវាជាអក្សរធំឥឡូវចាំមើលវាប្រែប្រួលដូចខ្ញុំនិយាយអត់ឥឡូវ this layout aisle ហើយចឹងយើងចុច OK មកឃើញទេពាក្យផ្ដើម this តូច layout អក្សរ L តូច A តូច error E តូចណាអញ្ចឹងនេះគឺជាការប្រើប្រាស់ comment TCAS comment align នេះគេចង់ការប្រើប្រាស់វាគេចង់មានន័យបែបម៉េចគេចង់បែបម៉េចឥឡូវឧទាហរណ៍ថាចេះ admin មាន object មួយដែលមានមុំរបស់វាឥឡូវចង់មើល detail របស់វាមើលវាមានសូមមុំអត់angle no អត់សូមមុំទេអញ្ចឹងបើអត់សូមមុំទេ admin ចង់មានន័យថាចេះចង់មានន័យថាចង់យកវាមកដាក់ធ្វើអញ្ចឹងចង់មានថាយកឥឡូវយកវាមកដាក់ទិសដៅស្របបែបហ្នឹងឥឡូវយើងធ្វើម៉េចយើងប្រើ command align នេះយើងចុចចុច L align ទៅ select object ដែលយើងចង់ align ជាមួយ line ឥឡូវទៅ select អានេះហើយ enter select ចែកនេះមួយមានន័យថាយើងយកចែកហ្នឹងមកដាក់លើនឹងមួយបន្ទាប់មកយើងយកចែកនេះដាក់លើនេះមានន័យថាអញ្ចឹងអាផ្ទៃនេះវាមករាប់ស្មើជាមួយនឹងអាបន្ទាត់horizontal line នេះឥឡូវ enterឃើញទេវាទាញអា rectangle ខាងលើ object ខាងលើមក align ជាមួយ line ហ្នឹងនៅផ្ទៃ horizontal ដូចគ្នាណា scale ធម្មតាបងប្អូនអានេះដល់ comment ទី3គឺ scale និង scale reference ណា scale ធម្មតានិង scale reference វាខុសគ្នាយ៉ាងម៉េចឥឡូវឧទាហរណ៍ថាចេះ admin មានពីរនេះ admin ថាចង់
អានេះធំជាង2 ដងអញ្ចឹងយើងមិនចុច scale ធម្មតាអញ្ចឹងមែនអត់បន្ទាប់មកយើងចុចចេះយើងទាញចេះហើយយើងវាយលេខដែលយើងចង់ឲ្យ object ហ្នឹងធំជាងមុនប្រហែលដងឥឡូវយើងចង់ឲ្យធំជាង2 ដង enter មកមានន័យថា object នេះធំជាងមុន2 ដងប៉ុន្តែឥឡូវបើសិនជាមានការងារមួយ admin ស្រាប់ឲ្យគេប្រាប់ថានេះឥឡូវឲ្យ bridge អាហ្នឹងធ្វើម៉េចឲ្យកម្ពស់អាហ្នឹងហើយយើងមិនដឹងមិនយើងប្រងតគូសារថ្មីមិនមែនអត់ទេយើងត្រូវប្រើscale reference ហើយ scale reference ហ្នឹងគេប្រើម៉េចគេប្រើអញ្ចឹងចុច scale ធម្មតាមក select object enter select point មួយបេះ point មួយដែលយើងចង់ scale វាពីណាទៅណាឥឡូវ admin ចង់ scale អា line នេះអាបន្ទាត់ vertical នេះឲ្យស្មើជាមួយនេះអញ្ចឹងមានន័យថានេះអត់ខ្វល់ទេ admin ចង់បានថាកម្ពស់របស់ rectangle ឲ្យស្មើជាមួយ line នេះឥឡូវចុចអញ្ចឹងមកហើយចុចអក្សរ O ណាចុចពីបន្ទាត់ហ្នឹងមកឃើញទេអូខេមុននេះមុនឥឡូវវាស្មើគ្នាពីមុនវាមិនអញ្ចឹងឯពីមុននេះវាអញ្ចេះពេលឥឡូវវាចេញវាស្មើគ្នាអញ្ចេះអូខេនេះគឺជាការប្រើ scale ធម្មតានិង scale reference ហើយមួយទៀត rotate ក៏ដូចគ្នា rotate admin ចង់បង្ហាញពី option ដូចគ្នាគឺ rotate ធម្មតានិង rotate rotate ជាមួយនឹង reference មានន័យថាយើងទៅតាម object ណាមួយដែលយើងចង់ទៅតាមឥឡូវឧទាហរណ៍ថា admin ចង់ rotate អានេះ admin ចុច rotate admin ទាញចោលអញ្ចឹងចង់ rotate ប៉ុណ្ណេះចាហៀងប៉ុណ្ណេះអីចឹងទៅណាឥឡូវដាក់មុំ45មើលឃើញទេ rotate នេះ rotate មុំ45ឥឡូវអត់ទេ admin អត់ចង់ធ្វើអញ្ចឹងទេ admin មានឡានមួយឥឡូវ admin ចង់ឲ្យរូបរាងអានេះវាស្របជាមួយនេះឥឡូវ admin ធ្វើម៉េចដើម្បីអាហ្នឹងឥឡូវដំបូងឡើយយើងត្រូវ copy move វាសិនយក base point វាមកដាក់លើហ្នឹងមកអូខេហើយបន្តមកទៀត rotate យើងចុច rotate មក select object select point មួយចុចអក្សរ O ដដែល reference select point select second point ឃើញទេនេះគឺជាការ rotate ធម្មតានិង rotate reference admin មានប៉ុណ្ណឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ